ជំរាបសួរលោកវិជ្ជបណ្ឌិតចា៎បាទជំរាបសួរថ្ងៃនេះនាងខ្ញុំចង់ចាប់អារម្មណ៍អំពីជំងឺរលាកសួតនឹងថាតើជាអ្វីបាទជំរាបសួរបងប្អូនអ្នកស្ដាប់វិទ្យុខ្មែរបារាំងដែលហៅថាជំងឺរលាកសួតបើជាភាសាបច្ចេកទេសឲ្យចំជារលាកសាច់សួតបាទហើយជំងឺហ្នឹងវាកើតឡើងដោយសារប្រភេទមេរោគមានមេរោគជាបាក់តេរីជាវីរីឬក៏ជាពពួកសំពីញ៉ុងហៅថាផ្សិតចាបើសិនជារលាកដោយសារតែបាក់តេរីឬក៏ដោយសារ virus ឬក៏ដោយសារពពួកផ្សិតហ្នឹងថាតើនៅមួយណាដែលធ្ងន់ធ្ងរជាងគេចាធ្ងន់ធ្ងរទាំងអស់តែគ្រាន់តែទៅតាមប្រភេទនៃបាក់តេរីឧបមាថាបាក់តេរីហ្នឹងដែលខ្មែរយើងហៅថាមេរោគបាក់តេរីហ្នឹងមានបាក់តេរីខ្លះធ្វើឲ្យធ្ងន់ហើយបាក់តេរីខ្លះមិនមែនថាធ្វើឲ្យធ្ងន់ទៅតាមប្រភេទនៃអាយុឬក៏ទៅតាមប្រភេទនៃអ្នកជំងឺបាទ virus ហ្នឹងដែលហៅ virus ហ្នឹងក៏ធ្ងន់ដូចគ្នាតែមាន virus ខ្លះក៏ស្រាលដែរហើយពពួកផ្សិតក៏ដូចគ្នាទៅតាមប្រភេទស្ថានភាពនៃជំងឺបាទចាតើពពួកផ្សិត virus និងបាក់តេរីនោះវាមកពីណាបានជាចូលទៅដល់ក្នុងសួតរបស់យើងបង្កឲ្យមានការរលាកសាច់សួតដូច្នេះបាទដូចជារលាកសាច់សួតដោយសារពពួកបាក់តេរីដែលហៅថាមេរោគពពួកមេរោគហ្នឹងមុនដំបូងហើយភាគច្រើនจะកើតក្រោយពេលដែលរលាកដោយសារពពួក virus សិនហើយពពួកហ្នឹងវាអាចធ្ងន់ធ្ងរឬក៏ស្រាលទៅតាមអាយុដូចខ្ញុំបានជម្រាបពីមុនទៅតាមប្រភេទជំងឺដែលលាយឡំហើយយើងមិនអាចគិតថាប្រភេទបាក់តេរីស្រាលជាងពពួកវីរិសឬក៏ពពួកវីរិសនឹងធ្ងន់ធ្ងរជាងបាក់តេរីឬក៏ធ្ងន់ធ្ងរជាងពពួកមេរោគផ្សិតទេបាទចាហើយចុះករណីដែលភាសាខ្មែរយើងថាហើមសួតនោះតើមានពាក់ព័ន្ធនឹងរលាកសួតនឹងដែរឬទេចាមួយផ្នែកដែរក៏ប៉ុន្តែខ្ញុំភាគថាហើមសួតបើយើងនិយាយឲ្យចំតែនៅក្នុងពាក្យបច្ចេកទេសអាចច្រឡំមួយទៀតដែលយើងប្រជាជនយើងអត់ទាន់បានយល់ហើយជាខេមរៈរាជនកម្មយើងគេបកតគ្នាទៅតែមិនទាន់ច្បាស់គឺគេហៅOAP ដែលពាក្យបារាំងហៅថា OP Edem Aiguë du Poumon នោះប្រយ័ត្នច្រឡំនោះនេះជាការរលាកសាច់សួតមិនមែនជា OAP ទេហើយនៅក្នុងនោះដែលយើងនាំគ្នាច្រឡំតគ្នាហ្នឹងហើយមិនមែនជាផ្នែកពេទ្យទេគឺអ្នកដែលគ្មានការយល់ដឹងហ្នឹងផ្នែកពេទ្យផ្សេងគេបកផ្សេងថាpneumonia នេះគឺការរលាកសាច់សួតបើសិនជា Edem Aiguë du Poumon ហ្នឹងមិនមែនជាការរលាកដោយសាច់សួតទេគ្រាន់តែជាការហើមសាច់សួតបាទនេះជាការច្រឡំវាបានន័យថាមានជំងឺផ្សេងមួយទៀតដែលជាហើមសួតនិងហើមសួតដែលជាចំណែកមួយនៃការរលាកសួតបាទនេះជាមួយផ្នែកបាទចាដូច្នេះនេះខ្ញុំសូមងាកមកចាប់អារម្មណ៍នឹងបញ្ហារលាកសួតវិញថាតើមានអាការៈសញ្ញាអ្វីខ្លះដែលស្ដែងឲ្យយើងដឹងថានេះបុគ្គលរូបនេះអ្នកជំងឺរូបនេះគាត់មានបញ្ហារលាកសួតចាបាទជាទូទៅជំងឺរលាកសាច់សួតហ្នឹងច្រើនតែកើតក្រោយពីការផ្ដាសាយទូចឬក៏ផ្ដាសាយធំហើយការស្ដែងចេញជាដំបូងទី1ច្រើនក្តៅខ្លួនភាគច្រើនក្តៅខ្លួនបន្ទាប់មកអាចឲ្យហត់ទៅតាមស្ថានភាពចឹងទៅបន្ទាប់មកទៀតឲ្យគាត់ឈឺក្នុងទ្រូងហើយគាត់ឲ្យគាត់ក្អកហ្នឹងហើយក្អកហ្នឹងពេលដំបូងច្រើនតែក្អកស្ងួត2-3ថ្ងៃដំបូងក្អកស្ងួតបន្ទាប់មក2-3ថ្ងៃក្រោយហើយចាប់ផ្ដើមទៅមានក្អកមានស្លេសហើយស្លេសហ្នឹងចាប់ផ្ដើមបដូរពណ៌ហើយហ្នឹងគាត់ចាប់ផ្ដើមភ័យគាត់មកជួបគ្រូពេទ្យហើយក្នុងករណីហ្នឹងគឺយើងត្រូវការគេអាចព្យាបាលជំងឺរលាកសួតជាដោយគ្មានបញ្ហានិងគ្មានផលវិបាកទៅថ្ងៃក្រោយបាទសំណួរហ្នឹងក៏ល្អដែរគេព្យាបាលជាឬគ្មានផលវិបាកថ្ងៃក្រោយទៅតាមប្រភេទនៃជំងឺដែលគាត់មកពេទ្យតន់និងមកពេទ្យយឺតបានន័យថាបើសិនជាគាត់ឆាប់អញ្ជើញមកពេទ្យជួបគ្រូពេទ្យជាមិនបាច់ដល់ឯកទេសទេជួបពេទ្យធម្មតាហ្នឹងក៏ព្យាបាលបានដែរហើយព្យាបាលទៅជាបើសិនជាគាត់មកពេទ្យតន់ព្យាបាលធម្មតាអាចជាដូចដើមក៏ប៉ុន្តែពេលខ្លះគាត់មកពេទ្យយឺតនឹងហើយដែលជាឲ្យទៅជាផលវិបាកទៅថ្ងៃក្រោយចាហើយការព្យាបាលជំងឺរលាកសួតដោយប្រើថ្នាំអង់ទីប៊ីយោទិកថ្នាំសាសភាសាខ្មែរនោះគឺមិនប្រកាសថាពិតជាត្រឹមត្រូវនឹងជាសះស្បើយទេបាទបើសិនជាធ្ងន់អាចឲ្យអ្នកជំងឺស្លាប់បានមកហ្នឹងបើយើងនិយាយថាធ្ងន់ទុកតែថ្នាំសាសក៏ដោយគេហៅថាថ្នាំអង់ទីប៊ីយោទិកហ្នឹងក៏មិនអាចព្យាបាលជាបានដែរព្រោះឯជំងឺហ្នឹងឲ្យស្លាប់ភាគរយច្រើនណាខ្ពស់បើសិនជាគាត់មកយឺតតែបើសិនជាគាត់មកត្រឹមត្រូវគឺព្យាបាលការព្យាបាលដោយថាថ្នាំផ្សះគឺគ្រប់គ្រាន់តាមរយៈត្រឹមតែថ្នាំលេបហ្នឹងគឺយើងមិនបាច់ដល់ថ្នាំចាក់ផងក៏អាចព្យាបាលបានជាបានដែរចាដូចបើសិនជាយើងមានជំងឺរលាកសួតហ្នឹងតែយូរម្ដងហើយដូចថាព្យាបាលនេះមិនដាច់ស្រឡះបណ្ដោយយូរគឺផលវិបាកចុងក្រោយគឺធ្ងន់ធ្ងរខ្លាំងតែអាចក្លាយទៅជាជំងឺមហារីកឬក៏ដល់ស្លាប់តែម្ដងឬក៏ផ្សេងពីនឹងទៅវិញទៅចាបាទ
ជំងឺហ្នឹងក៏សំខាន់ដែរសម្រាប់ការយល់យើងត្រូវដឹងថាជំងឺរលាកសួតបើសិនជារលាកដោយសារមេរោគដោយថាបាក់តេរីឬក៏ដោយសារវីរុសហ្នឹងដោយសារផ្សិតហ្នឹងមិនមែនបង្កឲ្យទៅជាជំងឺមហារីកទេបាទជំងឺមហារីកកើតឡើងដោយសារផ្សេងមួយទៀតកត្តាផ្សេងហើយការព្យាបាលវាបើសិនជាព្យាបាលត្រឹមត្រូវគឺព្យាបាលអត់មានផលវិបាកទៅថ្ងៃក្រោយទេហើយបើសិនជាការព្យាបាលហើយគាត់មកយឺតការព្យាបាលមិនបានត្រឹមត្រូវឧទាហរណ៍ថាគាត់លេបថ្នាំមិនបានមានវិជ្ជបញ្ជាពីគ្រូពេទ្យត្រឹមត្រូវនឹងហើយដែលអាចឲ្យផលវិបាកទៅថ្ងៃក្រោយហើយអាចឲ្យស្លាប់បានបាទស្លាប់ហ្នឹងគឺដោយសារតែជំងឺរលាកសួតនឹងតែម្ដងបាទស្ងាត់ដោយសារជំងឺរលាកសួតនឹងតែម្ដងគឺដោយសារពពួកគេហៅមេរោគនៅក្នុងឈាមច្រើនធ្វើឲ្យស្លាប់ហើយចាដូច្នេះតើយើងមានវិធីអ្វីដើម្បីការពារនិងជៀសវាងកុំឲ្យកើតជំងឺរលាកសួតនោះបានដែរឬទេបានការពារគ្រាន់តែការពារឲ្យបាន 100% វាអត់មានទេតែគេមានក្បួនច្បាប់ខ្លះដើម្បីការពារឧទាហរណ៍ថាបើសិនជាយើងការពារតាមរយៈដូចថាចាក់ថ្នាំការពារយើងអាចការពារបានខ្លះដែរមានថ្នាំការពារហើយក៏ប៉ុន្តែថ្នាំការពារសម្រាប់បានតែបាក់តេរីមួយចំនួនទេហើយមានប្រភេទវាមានបាក់តេរីច្រើននៅក្នុងរលាកសួតហ្នឹងហើយវីរុសមានយើងអាចការពារដោយសារពួកវីរុសបានតែពពួកផ្សិតយើងគ្មានថ្នាំការពារទេបាទចាហើយចុះក្នុងករណីមានផ្សែងបារីស្រូបផ្សែងច្រើននោះថាអាចជាកត្តាមួយជំរុញឲ្យយើងនឹងរលាកសួតដែរទេអ្នកជក់បារីនោះគ្រាន់តែអ្នកជក់បារីជាកត្តាមួយគ្រាន់តែជាកត្តាមួយដែលជំរុញឲ្យរលាកសួតនឹងងាយកើតច្រើនជាងមនុស្សដែលមិនជក់បារីទេប៉ុន្តែมันអាចបញ្ជាក់ថាអ្នកជក់បារីនឹងឲ្យរលាកសួតរហូតនោះទេគ្មានទេប៉ុន្តែគ្រាន់តែយើងអ្នកដែលជក់បារីបើអាចងាយកើតឲ្យរលាកសួតក្នុងករណីមានផ្ដាសាយអីមែនទេទោះគាត់អាចឆាប់ជាងចាឥឡូវនេះខ្ញុំងាកមកចាប់អារម្មណ៍នឹងប្រសាសន៍របស់លោកវិជ្ជបណ្ឌិតអំបញ្ញមិញដែលថាមានថ្នាំវ៉ាក់សាំងសម្រាប់ការពារចាក់ការពារកុំឲ្យមានជំងឺរលាកសួតខ្លះថាតើនៅកម្ពុជាយើងមានថ្នាំវ៉ាក់សាំងប្រភេទនោះដែរទេបាទមានតាំងកូនក្មេងឬក៏មនុស្សចាស់កូនក្មេងគេចាក់ក្រោមអាយុ2ឆ្នាំហើយបើមនុស្សចាស់យើងអាចចាក់ការពារបានចាប់ពីអាយុ65ឆ្នាំឡើងទៅឬក៏គាត់មានជំងឺអីមួយប្រចាំកាយគេមិនមែនចាក់ជាទូទៅទេបាទមកចំពោះមនុស្សចាស់ខ្ញុំសូមលើកតាមមនុស្សចាស់ទេមនុស្សចាស់បើសិនជាគេចាក់ដូចគាត់មានកត្តាដែលផុយស៊ួយឧទាហរណ៍ថាគាត់មានទឹកនោមផ្អែមហើយគាត់មានអាយុច្រើនចាប់ពី60ឆ្នាំឯឡើងទៅឬក៏គាត់មានជំងឺដែលបង្កឡើងដោយជក់បារីរ៉ាំរ៉ៃពីមុនមកគាត់ងាយកើតដូចខ្ញុំបានជម្រាបចឹងងាយកើតឲ្យរលាកសាច់សួតណាស់ដូច្នេះគេចាក់ការពារដែរបាទយើងអាចរកថ្នាំនោះបានដោយស្រួលដោយយើងគ្រាន់តែថ្នាំហ្នឹងនៅស្រុកយើងបានដោយស្រួលទេតាមហើយយើងចាក់រាល់4ឆ្នាំម្ដងឬក៏5ឆ្នាំម្ដងយើងចាក់រំលឹកឡើងវិញហើយស្រួលអាចរកទិញបានតែគ្រាន់តែយើងទៅជួបវិជ្ជបណ្ឌិតទៅគ្រប់គ្រូពេទ្យព្យាបាលទៅយើងគេអាចបញ្យល់ប្រាប់យើងពីការចាក់ការពារនឹងបានហើយបាទហើយថ្នាំនោះថ្លៃដែរឬទេនៅស្រុកយើងគួរសមដែរបើថាល្មមដែលយើងអាចគិតគូរចាក់បានបាទចាអរគុណលោកវិជ្ជបណ្ឌិតដែលបានចូលមកដល់គិតយោរបស់វិទ្យុ RFC ដោយផ្ទាល់តែម្ដងដើម្បីជម្រាបជូនអស់លោកអ្នកនាងនិងប្រិយមិត្តបានស្គាល់អំពីជំងឺរលាកសួតនិងវិធីការពារក៏ដូចជាថ្នាំវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរសូមអរគុណលោកណាសូមអរគុណលោក